ជាថ្មីម្ដងទៀតបញ្ហាព្រំដែនកម្ពុជានិងថៃបារាំងប្រកាសគាំទ្រជំហររបស់កម្ពុជាក្នុងការនាំយកបញ្ហាព្រំដែនដ៏រសើបទៅដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិតាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិជាមួយនឹងការគាំទ្ររដ្ឋាភិបាលបារាំងបានសន្យាផ្ដល់ឯកសារនានាដល់កម្ពុជាក្នុងបណ្ដឹងទៅតុលាការអន្តរជាតិនេះការប្រកាសពីជំហរនេះគឺបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក Jacques Vallée ក្នុងជំនួបជម្រាបលាសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានាព្រឹកថ្ងៃទី10ខែកក្កដាឆ្នាំ2025នៅវិមានព្រឹទ្ធសភារាជធានីភ្នំពេញក្នុងជំនួបនេះសម្ដេចតេជោហ៊ុនសែនបានលើកឡើងអំពីហេតុការណ៍និងគោលជំហររបស់កម្ពុជាក្នុងចំនួនព្រំដែនជាមួយថៃប្រាប់ទៅលោក Jacques Vallée ភាពតានតឹងនៅតាមព្រំដែនជាមួយថៃសម្ដេចតេជោហ៊ុនសែនបានប្រាប់លោកឯកអគ្គរដ្ឋទូតបារាំងថាគឺផ្ដើមចេញពីប្រទេសថៃជាអ្នកបង្កឡើងមុនតាមរយៈទង្វើឈ្លានពានលើកម្ពុជាដោយថៃបានគូសផែនទីដោយឯកតោភាគីនិងការលបបាញ់ប្រហារមកលើកងទ័ពកម្ពុជាដល់លេនដ្ឋានឈរជើងតែម្ដងនៅតំបន់មុំបីកាលពីថ្ងៃទី28ខែឧសភាបណ្ដាកងទ័ពកម្ពុជាម្នាក់បានពាក់លាជីវិតសម្ដេចតេជោបានបញ្យល់ថាជាបន្តបន្ទាប់ភាគីថៃគឺបានប្រើវិធីសាស្ត្រគម្រាមកំហែងកម្ពុជាផ្នែកសេដ្ឋកិច្ចដូចជាការគម្រាមបិទអ៊ីនធឺណិតអគ្គិសនីផ្អាកផ្គត់ផ្គង់ប្រេងឥន្ធនៈក៏ដូចជាការបិទព្រំដែនដោយឯកតោភាគីជាដើមដែលធ្វើឲ្យស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរកាន់តែតានតឹងដូចពេលបច្ចុប្បន្ននេះមិនខុសពីជំនួបជាមួយថ្នាក់ដឹកនាំនិងមន្ត្រីទូតបរទេសផ្សេងៗសម្ដេចតេជោហ៊ុនសែនក៏បានប្រាប់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងប្រើយន្តការច្បាប់អន្តរជាតិជាពិសេសនោះគឺការជ្រើសរើសយកយុត្តាធិការនៃតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេដើម្បីនាំយកចំនួនព្រំដែនដ៏រសើបចំនួន4គឺប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំប្រាសាទតាក្របីនិងតំបន់មុំបីទៅដោះស្រាយនៅតុលាការអន្តរជាតិនេះដោយសារបារាំងគឺជាប្រទេសដែលជាអ្នកគូផែនទីនៃកំណត់ព្រំប្រទល់រវាងប្រទេសទាំងពីរកម្ពុជាថៃសម្ដេចតេជោក៏បានស្នើសុំរដ្ឋាភិបាលបារាំងឲ្យគាំទ្រនិងផ្ដល់ឯកសារនានាដល់កម្ពុជាក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយអ្វីដែលលោកប្រធានាធិបតីបារាំងបានសន្យាជាមួយសម្ដេចអធិបតីហ៊ុនម៉ាណែតពេលកន្លងមកជាការកត់សម្គាល់ក្នុងជំនួបទីក្រុងនីសប្រទេសបារាំងកាលពីខែមិថុនាលោកប្រធានាធិបតី Emmanuel Macron បានប្រាប់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតថាបារាំងអាចជួយសម្របសម្រួលផ្ដល់ឯកសារដល់កម្ពុជានិងថៃដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរក្នុងករណីចាំបាច់ជាថ្មីម្ដងទៀតឆ្លើយតបនឹងសម្ដេចតេជោហ៊ុនសែនលោក Jacques Vallée ឯកអគ្គរដ្ឋទូតបារាំងបញ្ជាក់ថាបារាំងត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ឯកសារពាក់ព័ន្ធនឹងព្រំដែនកម្ពុជានិងថៃរាប់ទាំងផែនទីក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធីផ្អែកតាមច្បាប់អន្តរជាតិលោកទូតបានអះអាងពីការគាំទ្ររបស់រដ្ឋាភិបាលបារាំងចំពោះជំហររបស់កម្ពុជាក្នុងការដោះស្រាយតាមច្បាប់អន្តរជាតិជាពិសេសនោះគឺតុលាការយុត្តិធម៌អន្តរជាតិគួរឲ្យដឹងថាអំឡុងពេលដាក់អាណានិគមនៅកម្ពុជារយៈពេល90ឆ្នាំពីឆ្នាំ1863ដល់ឆ្នាំ1953រដ្ឋបាលអាណាព្យាបាលបារាំងនៅកម្ពុជាបានគូស